នឹងឲ្យសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងមេរៀនថ្ងៃនេះគឺជាមេរៀន IFVG អញ្ចឹងមេរៀន IFVG គឺយើងរៀនរួចហើយមេរៀនតទៅនឹង fair value gap ហើយ IFVG គឺ inversion fair value gap អញ្ចឹងគឺថា IFVG គឺយើងយល់ហើយគឺជាការកាត់គឺជាចន្លោះតម្លៃណាដែលទីផ្សារបន្សល់ទុកហើយនឹងវានឹងបំពេញនៅឬក៏ជាតម្លៃដែលសម្រាប់ទប់តម្លៃនឹងគឺជាតម្លៃគឺជាចន្លោះតម្លៃសម្រាប់បន្តលំហូរអញ្ចឹងបងចុងមួយយើងអាចឲ្យយំន័យវាថាវាជាចន្លោះគម្លាតដែលសម្រាប់ទប់តម្លៃមួយទៀតគឺសម្រាប់ដែលវាឡងសម្រាប់យើង row entry ក្នុងការបន្តលំហូរអញ្ចឹងយើងអាចប្រើវាពីរលក្ខណៈហ្នឹងឯង FVG អញ្ចឹង IFVG គឺអត់មានអីត្រូវពិបាកយល់ទេ IFVG គឺជាការបញ្ច្រាស់របស់ FVG យើងបញ្យល់ឲ្យងាយយល់មួយអញ្ចឹងពេលដែលវា break FVG មុននេះអញ្ចឹង break ហើយយើងលេងប្រើ FVG មួយនេះយើងលេង sell ហើយអញ្ចឹងវា break ហើយយើងរងចាំវា pull back មក FVG នេះវិញអញ្ចឹងយើងហៅវា inversion FVG ណាហ្នឹងហើយយល់ទេបងហ្នឹងហើយអញ្ចឹងការប្រើ inversion FVG គឺជា key level មួយដែលយើងប្រើបញ្ច្រាស់ពី FVG អញ្ចឹង FVG បើសិនជាវា respect ទៅណា close candle វា risk យើង sell តែបើវាទៅផ្ដាច់ហើយរងចាំវា pretest confirm buy វិញអញ្ចឹងណាបងចិត្តអត់មានអីពិបាកយល់ទេ FVG និង FVGចឹងបងប្អូនយល់ពេល structure ខ្លះវាមាន candle ច្រើននេះទៅតែខ្ញុំយល់នឹង structure នេះវា candle តិចឲ្យបងប្អូនងាយយល់ណា inversion FVG យើងបកឲ្យងាយយល់ទៅថាគឺជា FVG ពិច្រាស់គឺយើងប្រើវាពិច្រាស់ពី FVG អញ្ចឹងណាចឹងបើសិនជាយើង trade តែ FVG IFVG ក្នុង time frame 3នាទី5នាទី5នាទី15នាទីយើងឃើញថាមានកន្លែងចូលសារច្រើនមែនទែនចឹងយើងចេះ trade តែ FVG ក៏បានដែរយើងចាំចូលតែ FVG ក៏បានដែរប៉ុន្តែយើងត្រូវចូលតាម order flow លំហូរទីផ្សារដែរអញ្ចឹងណាមើល daily page វាទិសដៅផ្សារទៅណាដែរបាន win rate វាខ្ពស់បើយើងចូលបច្រាស់ដល់ពេលដល់ម៉ោង time and price វា move វាអត់ move តាម structure នេះណាវា move តាម frame ធំហើយហ្នឹងហើយដល់ពេលយើងចូលបច្រាស់ time frame ធំលំហូរទីផ្សារធំគឺហានិភ័យនេះហើយអញ្ចឹងយើងចូលផ្សារយើងត្រូវ focus លើលំហូរទីផ្សារដូចបច្ចុប្បន្នទីផ្សារគឺនៅក្នុងលំហូរឡើងអញ្ចឹងភាគច្រើនយើងរក confirm ការបាយឡើងទៅវិញហ្នឹងបងអញ្ចឹងពេលណាយើង sell ពេលដែល time frame ធំវា bearish បានយើងរក confirm ការ sell ណាចុះអត់មានអីងាយពិបាកយល់ទេការ trade ដូចគ្នា time frame ណាក៏ដូចគ្នាហ្នឹងបងហ្នឹងយើងឃើញថា time frame ធំអត់ទាន់មាន bearish ចូលទេអត់ទាន់ break ទិសដៅមកក្រោមវិញទេអញ្ចឹងក្នុងការ focus លើការ sell ក៏វាមិនមាន win rate ខ្ពស់ដែរចាំមេរៀន IFVG ថ្ងៃនេះខ្ញុំចប់តែត្រឹមហ្នឹងឲ្យបងប្អូនរៀនប្រើរៀនរកក្នុងខ្លួនឯងក្នុងឆាតបើអត់យល់អាចសួរបានហ្នឹងហើយហើយសំកាត់តិចតទៅនឹងការប្រើប្រាស់ account trade ក៏ដូចគ្នាបងប្អូនត្រូវរើសប្រភេទ account trade ដែលមាន spread ទូចបើសម្រាប់អ្នកថ្មីអ្នកដែលចាស់ក៏ដោយមានដើមទុនតិចយើងត្រូវប្រើប្រភេទ account sale ណាយើងងាយស្រួល trade បំបែកលុយបានច្រើនងាយស្រួលជប់សារអញ្ចឹងវាកាត់ថយ risk របស់យើងដែលយើងប្រើ low risk នៅក្នុងទីផ្សារណាបងប្អូនហើយតទៅនឹង rebate commission ដែលជា program cashback អាចឆាតខ្ញុំបានហ្នឹងហើយខ្ញុំនឹងភ្ជាប់អយហ្នឹងហើយឆាតខ្ញុំមកហ្នឹងហើយតើយើងភ្ជាប់អាហ្នឹងកុំឲ្យខាតហើយពេលយើង trade យើងបាន revert cashback ត្រឡប់ពីខាង Xnet មកវិញណាអញ្ចឹង broker ដែលពួកខ្ញុំប្រើគឺ Xnet ហ្នឹងហើយដែលខ្ញុំ recommend ឲ្យប្រើគឺវាមាន spread ទូចដកដាក់លុយលឿនហ្នឹងហើយបងប្អូនអញ្ចឹងអាចតាក់ទងមកបានអញ្ចឹងយើងជួបគ្នានៅមេរៀនបន្តទៀត